ជាបឋមខ្ញុំកណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះសម្មាសម្ពុទ្ធដោយសេចក្តីគោរពដោយសេចក្តីជ្រះថ្លាសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះធម៌និងព្រះសង្ឃដោយសេចក្តីគោរពដោយសេចក្តីជ្រះថ្លាសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះថេរានុថេរៈនិងលោកម្ចាស់គ្រប់អង្គដោយសេចក្តីគោរពសូមចម្រើនពរញាតិញោមជាពុទ្ធបរិស័ទទាំងអស់គ្នាថ្ងៃនេះខ្ញុំប្រកាសណាអាត្មាភាពចង់លើកនៅប្រសូតមួយដែលមានឈ្មោះថាចូលកម្មវិភាំងកសោតគឺព្រះសម្មាសម្ពុទ្ធព្រះអង្គការសម្ដែងចំពោះសុភមានុបសម័យនោះព្រះសម្មាសម្ពុទ្ធព្រះអង្គគង់នៅក្នុងវត្តចេតពុនរបស់អនាថបណ្ឌិតសេដ្ឋីទីក្រុងសាវត្ថីគ្រានោះសុភមានុបជាបុត្ររបស់តោតយព្រាហ្មណ៍នឹងបានទៅក្រាបថ្វាយបង្គំព្រះសម្មាសម្ពុទ្ធហើយក៏សួរនៅសំណួរចំពោះព្រះសម្មាសម្ពុទ្ធថាបបិទ្ធព្រះអង្គដ៏ចម្រើនអ្វីណជាហេតុអ្វីណជាបច្ច័យដែលនាំឲ្យសត្វកើតមកជាមនុស្សព្រះសម្មាសម្ពុទ្ធព្រះអង្គកាសសម្ដែងថាសត្វទាំងឡាយមានកម្មជារបស់ខ្លួនមានកម្មជាទីយាតមានកម្មជាផៅខ្ពងមានកម្មជាទីរលឹកតែនាំសត្វឲ្យថោកទាបនិងពងពោះលុះព្រះសម្មាសម្ពុទ្ធព្រះអង្គកាសសម្ដែងចឹងហើយសុភមានុបក៏សួរនៅសំណួរព្រះសម្មាសម្ពុទ្ធថាបបិទ្ធព្រះអង្គដ៏ចម្រើនសត្វខ្លះកើតមកមានអាយុខ្លីសត្វខ្លះកើតមកមានអាយុវែងហើយពេលនោះព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គបានប្រកាសសម្ដែងប្រាប់នៅសុភមានុបថាបុគ្គលណាដែលកើតមកមានអាយុខ្លីនឹងដោយសារតែបុគ្គលនឹងសម្លាប់សត្វគឺមានការសម្លាប់សត្វដោយដំបងក្តីដោយសត្រាក្តីដោយអាវុធផ្សេងអានឹងរមែងមានអាយុខ្លីបុគ្គលណាដែលមិនសម្លាប់សត្វវាចាកការសម្លាប់សត្វដោយដំបងដោយសត្រាក្តីជាដើមនឹងបុគ្គលនឹងរមែងមានអាយុវែងហើយក៏សួរព្រះសម្មាសម្ពុទ្ធមួយទៀតថាបុគ្គលខ្លះកើតមកមានអាពាធច្រើនបុគ្គលខ្លះកើតមកមានអាពាធតិចតើដោយសារហេតុអ្វីព្រះសម្មាសម្ពុទ្ធព្រះអង្គកាសសម្ដែងថាបុគ្គលណាដែលកើតមកមានអាពាធច្រើនដោយសារតែបុគ្គលនឹងបៀតបៀនសត្វវាយសត្វដំធាក់ជាដើមទាត់មានការទាត់នៅសត្វឬក៏មិនថាសត្វឬក៏យើងរាល់ថ្ងៃនឹងយើងមានការវាយគ្នាទាត់ធាក់គ្នានឹងអានឹងជាហេតុជាបច្ច័យធ្វើឲ្យយើងនឹងមានអាពាធច្រើនប៉ុន្តែបើយើងវាចាកការបៀតបៀនសត្វការទាត់ធាក់សត្វការវាយគ្នាអីហ្នឹងអានឹងរមែងនាំឲ្យមានអាពាធតិចហើយព្រះសុភមានុបក៏បានសួរនៅព្រះសម្មាសម្ពុទ្ធតទៅទៀតថាបុគ្គលខ្លះហ្នឹងកើតមកមានសម្បុរអាក្រក់មានសម្បុរល្អហ្នឹងដោយសារហេតុអ្វីព្រះសម្មាសម្ពុទ្ធព្រះអង្គកាសសម្ដែងថាបុគ្គលណាដែលកើតមកមានសម្បុរអាក្រក់ហ្នឹងដោយសារតែបុគ្គលហ្នឹងពូកែខឹងគឺថ្នាំងថ្នាក់ពាក្យអ្នកដតីដែលគេខំប្រាប់គេខំថាស្ដីឲ្យយើងល្អប៉ុន្តែបែបទៅយើងខឹងក្រោតចំពោះអ្នកនឹងវិញអានឹងបុគ្គលនឹងរមែងមានសម្បុរអាក្រក់ហើយព្រោះមានការខឹងជាបច្ច័យនឹងធ្វើឲ្យបុគ្គលនឹងមានសម្បុរអាក្រក់ប៉ុន្តែបុគ្គលណាដែលមានសម្បុរល្អសម្បុរស្អាតនឹងបុគ្គលនឹងអត់ពូកែខឹងព្រោះថាអត់មានសេចក្តីថ្នាំងថ្នាក់នឹងអ្នកដតីព្យាបាទនឹងអ្នកដតីគេប្រាប់មកគឺទទួលយករឿងល្អក្តីអាក្រក់ក្តីបើរឿងល្អយើងទទួលយកមកដោយល្អរឿងអាក្រក់យើងទទួលឲ្យយើងបោះចោលទៅវិញទៅយើងអត់ទៅមានសេចក្តីថ្នាំងថ្នាក់ចំពោះអ្នកដែលប្រាប់យើងអ្នកដែលស្ដីថាឲ្យយើងអានឹងបុគ្គលនឹងរមែងមានសម្បុរល្អសម្បុរស្អាតព្រះសម្មាសម្ពុទ្ធព្រះអង្គប្រកាសសម្ដែងហើយសុភមានុបក៏បានសួរតទៅទៀតថាបបិទ្ធព្រះអង្គដ៏ចម្រើនបុគ្គលខ្លះកើតមកមានស័ក្តិតូចបុគ្គលខ្លះកើតមកមានស័ក្តិធំដោយសារហេតុអ្វីព្រះសម្មាសម្ពុទ្ធព្រះអង្គកាសសម្ដែងថាបុគ្គលណាដែលកើតមកមានស័ក្តិតូចនឹងដោយសារតែបុគ្គលនឹងច្រណែនពូកែច្រណែននឹងការគោរពរបស់អ្នកដទៃឧទាហរណ៍ឃើញមានអ្នកនេះហ្នឹងមានគេមកគោរពមានគេមកកោតក្រែងមានគេមកថ្វាយបង្គំអញ្ចឹងបុគ្គលមួយទៀតហ្នឹងមកច្រណែននឹងគេច្រណែនថាបុគ្គលនេះមិនសមបើគេមកថ្វាយបង្គំអីអញ្ចឹងសោះមានការច្រណែនចំពោះបុគ្គលដទៃនេះដោយការលាបសក្ការៈក្តីដោយការគោរពរបស់អ្នកដទៃក្តីដោយការថ្វាយបង្គំក្តីបុគ្គលនឹងច្រណែនរមែងមានស័ក្តិតូចហើយតែបុគ្គលណាដែលមិនចំណែនចំពោះគេមានន័យថាគេមានក៏ត្រេកអរនឹងគេមានគេមកថ្វាយបង្គំក៏ត្រេកអរនឹងគេមានគុណធម៌យ៉ាងណាក្តីក៏មកត្រេកអរនឹងគេអានឹងបុគ្គលហ្នឹងរមែងមានស័ក្តិធំហើយកើតជាតិណាទៅរមែងមានស័ក្តិធំអញ្ចឹងទៅហើយសុភមានុបបានសួរទៅព្រះសម្មាសម្ពុទ្ធជាបន្តទៅទៀតថាបុគ្គលខ្លះហ្នឹងកើតមកមានភោគៈសម្បត្តិច្រើនបុគ្គលខ្លះហ្នឹងកើតមកមានភោគៈសម្បត្តិតិចតើដោយសារហេតុអ្វីព្រះសម្មាសម្ពុទ្ធព្រះអង្គកាសសម្ដែងថាបុគ្គលណាដែលកើតមកមានភោគៈសម្បត្តិតិច
គឺបុគ្គលនឹងមិនចេះធ្វើទានមិនឧទាហរណ៍បើយើងមានរបស់ដែលគួរធ្វើទានអត់ធ្វើទានឃើញសាមណៈព្រាហ្មណ៍ឬក៏ឃើញអ្នកក្រក្រីក្រយ៉ាងណាក្តីឪពុកម្ដាយរបស់យើងក្តីយើងអត់ចេះធ្វើទានបុគ្គលនឹងរមែងកើតជាតិណាក៏ដោយឬក៏មិនថាជាតិណាឬក៏ជាតិនឹងក៏ដោយរមែងមាននៅភោគៈសម្បត្តិតិចប៉ុន្តែបើបុគ្គលណាលះនៅការកំណាញ់ចោលធ្វើទានចេះធ្វើទានឲ្យបាយក្តីសម្ពុតក្តីចំពោះអ្នកក្រីក្រឬក៏សាមណៈព្រាហ្មណ៍ក្តីបុគ្គលនោះរមែងមាននៅភោគៈសម្បត្តិច្រើនហើយព្រះសម្មាសម្ពុទ្ធព្រះអង្គការសម្ដែងហើយក៏សុភមនោមបានសួរទៅទៀតថាបបិទ្ធព្រះអង្គដ៏ចម្រើនបុគ្គលខ្លះហ្នឹងកើតមកមានត្រកូលទាបបុគ្គលខ្លះកើតមកមានត្រកូលខ្ពស់ព្រះសម្មាសម្ពុទ្ធព្រះអង្គបានប្រកាសសម្ដែងថាមនីសុភមនោមបុគ្គលណាដែលកើតមកមានត្រកូលទាបហ្នឹងដោយសារតែបុគ្គលហ្នឹងអត់ចេះគោរពអ្នកដទៃអត់ចេះកោតក្រែងអត់ចេះថ្វាយបង្គំមានន័យថាឃើញបុគ្គលណាដែលគួរថ្វាយបង្គំអត់ថ្វាយបង្គំមានឃើញបុគ្គលណាដែលគួរអោនរំទោអត់ធ្វើអញ្ចឹងទៅបុគ្គលនឹងរមែងកើតជាតិណាក៏ដោយឬក៏ជាតិនឹងក៏ដោយរមែងមាននៅត្រកូលទាបដូចយើងរាល់ថ្ងៃយើងកើតមកអ្នកខ្លះត្រកូលទាបទៅអ្នកខ្លះត្រកូលខ្ពស់ហ្នឹងដោយសារតែហេតុហ្នឹងបុគ្គលណាដែលកើតមកត្រកូលខ្ពស់បុគ្គលនឹងជាអ្នកមានសេចក្តីគោរពចំពោះបុគ្គលដែលគួរគោរពមានសេចក្តីកោតក្រែងចំពោះបុគ្គលដែលគួរកោតក្រែងមានការថ្វាយបង្គំចំពោះបុគ្គលដែលគួរថ្វាយបង្គំបុគ្គលដែលធ្វើនៅសេចក្តីហ្នឹងរមែងកើតនៅក្នុងត្រកូលដែលខ្ពង់ខ្ពស់ហើយសុភមនោមបានសួរទៅព្រះសម្មាសម្ពុទ្ធជាបន្តទៀតថាបបិទ្ធព្រះអង្គដ៏ចម្រើនបុគ្គលខ្លះហ្នឹងកើតមកហ្នឹងមានប្រាជ្ញាតិចបុគ្គលខ្លះកើតមកមានប្រាជ្ញាច្រើនតែដោយសារហេតុអ្វីព្រះសម្មាសម្ពុទ្ធព្រះអង្គប្រកាសសម្ដែងថាបុគ្គលណាដែលកើតមកមានប្រាជ្ញាតិចហ្នឹងដោយសារតែបុគ្គលហ្នឹងមានន័យថាឆ្ងល់នៅក្នុងកន្លែងណាក្តីអត់ចេះសាកសួរគេអ្វីជាកុសលទៅអ្វីជាអកុសលទៅអ្វីដែលនាំឲ្យត្រូវទោសអ្វីដែលនាំឲ្យអត់ត្រូវទោសហ្នឹងឆ្ងល់អត់សួរគេអត់សួរអញ្ចឹងទៅរមែងមានប្រាជ្ញាតិចហើយប៉ុន្តែបុគ្គលណាដែលកើតមកមានប្រាជ្ញាច្រើនមានន័យថាចេះសាកសួរនៅអ្វីដែលជាកុសលអ្វីដែលមិនជាកុសលអ្វីដែលគួរធ្វើនិងអ្វីដែលមិនគួរធ្វើអញ្ចឹងព្រះសម្មាសម្ពុទ្ធព្រះអង្គប្រកាសសម្ដែងមកអញ្ចឹងសរុបសេចក្តីមកវិញចង់បញ្ជាក់ថាបុគ្គលណាដែលប្រព្រឹត្តនៅហេតុដែលនាំឲ្យអាយុខ្លីរមែងនាំមកនៅអាយុខ្លីបុគ្គលណាដែលប្រព្រឹត្តនាំឲ្យមកនៅអាយុវែងរមែងនាំមកនៅអាយុវែងបុគ្គលណាដែលប្រព្រឹត្តឲ្យមានអាពាធច្រើនបុគ្គលនោះរមែងមានអាពាធច្រើនបុគ្គលណាដែលប្រព្រឹត្តសេចក្តីនាំឲ្យមានអាពាធតិចបុគ្គលនោះរមែងមានអាពាធតិចបុគ្គលណាដែលធ្វើនៅសេចក្តីដែលនាំឲ្យសម្បល់អាក្រក់រមែងមានសម្បល់អាក្រក់បុគ្គលណាដែលធ្វើឲ្យប្រព្រឹត្តទៅនាំឲ្យសម្បល់ស្អាតបុគ្គលនោះរមែងមានសម្បល់ស្អាតបុគ្គលណាដែលប្រព្រឹត្តទៅនាំឲ្យមានស័ក្តិធំក៏ស័ក្តិធំបុគ្គលណាដែលប្រព្រឹត្តទៅនាំឲ្យស័ក្តិតូចក៏ស័ក្តិតូចបុគ្គលណាដែលប្រព្រឹត្តទៅនាំឲ្យមានភោគៈសម្បត្តិច្រើនក៏កើតមកភោគៈសម្បត្តិច្រើនបុគ្គលណាដែលប្រព្រឹត្តទៅនាំឲ្យភោគៈសម្បត្តិតិចក៏ភោគៈសម្បត្តិតិចបុគ្គលណាដែលប្រព្រឹត្តទៅនាំឲ្យកើតក្នុងត្រកូលទាបក៏ត្រកូលទាបបុគ្គលណាដែលប្រព្រឹត្តទៅនាំឲ្យកើតក្នុងត្រកូលខ្ពង់ខ្ពស់ក៏កើតក្នុងត្រកូលខ្ពង់ខ្ពស់បុគ្គលណាដែលប្រព្រឹត្តសេចក្តីនាំឲ្យកើតមកជាអ្នកមានបញ្ញាច្រើនក៏កើតមកជាអ្នកមានបញ្ញាច្រើនបុគ្គលណាដែលប្រព្រឹត្តទៅឲ្យកើតបញ្ញាតិចក៏កើតបញ្ញាតិចអញ្ចឹងខ្ញុំប្រកាសណាមានតែប៉ុណ្ណឹងបើមានការខុសខ្វះខាតត្រង់កន្លែងណាក្តីសូមលោកម្ចាស់គ្រប់អង្គឬក៏ញាតិញោមពុទ្ធបរិស័ទទាំងអស់អព្យាស្រ័យឲ្យខ្ញុំប្រកាសណាផងដោយអំណាចនៃមហាកុសលនេះសូមលើកប្រគេនដល់លោកម្ចាស់គ្រប់អង្គនិងចែកជូនចំពោះញាតិញោមពុទ្ធបរិស័ទទាំងអស់ឲ្យបានចំណែកបុណ្យស្មើនឹងខ្ញុំប្រកាសណាផងសូមអនុមោទនា